084176ឬក៏អាចរកជាបាននៅតាមឱសថស្ថាននិងហាងឱសថបុរាណចិននានាបាទមនថ្មីបាទមនថ្មីរវាងវីពីក្លឹបក្លារកិនមានរិទ្ធបាទជុំវណ្ណីថ្មីដូចគ្នាមិនចេះតែហ្មងបាទឡើងសង្វៀនជាលើកដំបូងអញ្ចឹងទី1គឺត្រូវកាត់បន្ថយការភ័យបន្ទាប់មកបានយើងអាចចង់បញ្ចេញក្បាច់គុណរបស់យើងបានប៉ុន្តែមើលចំណុចទាំងពីរមិនភ័យទេបាទមិនភ័យទេគឺព្យាយាមប្រើនៅសមត្ថភាពបច្ចេកទេសរបស់ខ្លួនបញ្ចូលមកដាក់គ្នាឆ្វេងស្ដាំរបស់ឈុំវណ្ណីបាទទឹកមកយើងទៅវិញវីសមុទ្រក្រោយស្ដាំម្ដាយវិញពីឈុំវណ្ណីវីសមុទ្របាទទឹកមកយើងវាយម្ដាយកាត់ទៅវិញគាត់ស្ដាំសងស្ដាំក៏ប៉ុន្តែមិនត្រូវដូចគ្នាគាត់ជើងក្រោមចោលពីវីសមុទ្របាទតែបលែងដៃទៅរឿយទោះបីយើងត្រូវមិនត្រូវនឹងតែបលែងក៏មកគេស្ទុះមកខុសទៅនងតែជើងក្រោមបត់មកឯងទៅអោនផុតទាញកកចាក់ជង្គង់ការ៉េអត់ទេបានជ្រែងជើងរៀងខ្លួនជ្រែងជើងទាំងសងខាងអញ្ញាកណាលបំបែកបាទអញ្ញាកណាលនៅក្នុងគូនេះដែរគឺលោកម៉ែនយូហាក់តត់ជើងក្រោមពីវណ្ណីតត់ជើងក្រោមពីវណ្ណីទៀតស្ដាំម្ដាយថែមស្ដាំម្ដាយទៀតបាទបតាយនឹងបន្តចូលរាប់ជង្គង់វណ្ណីល្អត្រង់នេះមួយចុចកករីត្រេតទៅក្រោយបន្តិចអីក៏ជង្គង់វណ្ណីរុញចេញម្នាក់មកយើងឡដង្ហើមតែសិនវណ្ណីក៏យកខ្លួនដើរចូលវត្តស្ដាំម្ដាយទាញចាក់ជង្គង់ថែមមិនត្រូវញ៉ឹងកកបានម្ដងទៀតអត់បានទេអញ្ញាកដាលលោកម៉ែនយូហាក៏បំបីចេញពីគ្នាទោះបញ្ជាក់ថានេះជាអ្នកប្រដោតថ្មីទាំងពីរនាក់ស្ដាំជង្គង់ញុកកកថែមវត្តកែងមកវិញជង្គង់ពីវណ្ណីមើលតែឈុំវណ្ណីបាទចេះប្រើជង្គង់ល្អជាងវីសមុទ្រដូចជានៅហត់បន្តិចបាទការប្រកួតទឹកទី1នៅដល់ពេល40វិនាទីជាងទៀតទឹកមកយើងទៀតពីវណ្ណីយកវត្តពីក្រោមទៅលើមួយហើយក៏វណ្ណីស្ទុះទៅចាប់លើកបាទរុញទម្លាក់ឲ្យដួលម្នាក់ឯងស្ដាំម្ដាយទៀតតាមស្ដាំឆ្វេងជង្គង់បច្រាស់គ្នាវណ្ណីដូចដំណងជង្គង់វណ្ណីចាក់ឡើងហើបវីសមុទ្រចាប់ម្ដងទៀតវីសមុទ្រជាយាមរើជង្គង់វណ្ណីទឹកមួយនៅកម្លាំងច្រើនបាទវីសមុទ្រទៅតែគាំងក្បាច់ខ្លួនឯងឆ្វេងមកជើងរបស់វណ្ណីចូលដល់ទឹក2ជំនួបក្នុងប្រភេទទម្ងន់60គីឡូក្រាមអ្នកទាំងពីរបានលាត់ទំព័របដាល់ម្នាក់មកស្លឹកហើយចង់និយាយថាតាំងតែពីហាត់ដល់មកម្នាក់ប្រហែលខែហើយទៅបើឡើងលើកទី1ដូចគ្នាអញ្ចឹងក៏ផុតបន្តិចទៅក៏ធូរឥឡូវចូលដល់ទឹក2ស្ដាំរបស់វីសមុទ្រឆេតជុំវណ្ណីដោយសារតែមើលទៅរៀងឃ្លាវខ្លាជាងបុតដៃបុតកែងហើយក៏បុតម្ដាយទៀតជាងក៏កែងរបស់វីសមុទ្រវិញកែងវីសមុទ្រកាច់ជង្គង់វណ្ណីកែងវណ្ណីកែងអង្គនេះកម្រឃើញគេវាយកែងកន្លែងហ្នឹងបាទតែវណ្ណីវាយបានអញ្ញាកណាក៏បំបែក
1 នាទីកន្លងមកទៅទឹកទី2ឆ្វេងស្នាម2ដៃយាទៅវិញទឹកមួយជើងសងមួយជើងចាប់បានអត់បានធ្វើអ្វីទេលោកអាជ្ញាកណ្ដាលបំបែកស្ដាំមួយជើងពីវ៉ានីថយបាទទឹកមួយជើងវិញពីសមុទ្រមួយជើងវិញពីវ៉ានីថែមម្ដាយចាប់ជាប់អាយ៉ាលេងវាយដងខ្លួនទៅវិញទៅមករៀងខ្លួនបាទដបងចឹងនៅអត់ទាន់ពេញខាតមកទីទៀតឯងឆ្លងតែ 4-5 ភ្លើងទៀតរៀងកន្លះជាងមុនហើយក៏ប៉ិនប្រសពជាងមុនស្ដាំម្ដាយយាទៅបវេបបាអោបគ្នាជឹកវងវ៉ាន់នីតែងរុញកកចេញតិចធ្វើអីចេះដាក់បានមកជង្គង់អត់ច្រឡោះល្អដែរមកជង្គង់ឡបែចេញពីគ្នាវិញស្ដាំម្ដាយថែមស្ដាំម្ដាយទៀតជង្គង់ថែមពីវ៉ាន់នីអូខេចាប់គ្រាអាញាកណ្ដាលបំបែក50 វិនាទីចុងក្រោយទៅទឹកទីវីវត្តស្ដាំទៅវិញអ្នកម្នាក់មកយើងវត្តម្ដាយដែរពីវ៉ានីចូលវាយបានច្រើនមែនទែនវ៉ានីទឹក1ក៏វាយបានល្អទឹក2ក៏វាយបានល្អឥឡូវនេះចង់វាយជង្គង់គេទប់ជង្គង់បានបុកកែងទៅយ៉ាងនេះណាកម្រមាននរណាធ្វើអញ្ចឹងណាគាត់ទៅអញ្ចឹងមិនទៅឈឺសម្រាប់អ្នកហាត់ដល់វាយប៉ុណ្្នឹងមិនឈឺទេបាទកែងរស់យ៉ាងនេះស្មានលោកចាក់ក្លេកមកយើងទៅរងជាប់ធាក់មកយើងដល់មួយដៃដល់ពីរដៃដល់3ដៃដល់កតិចដល់4ដៃ5ដៃ6ដៃ7ដៃអូយវីសមុទ្រប្រវេបបាអោបពីសិនពួកគេសម្រុកមើលទៅខ្លាំងពេកហើយគូមួយឆ្លងផុតទឹកពីហើយមិនអីទេមកទៅទាញចាក់មកជង្គង់ឡើងហោបជើងចង់រស់កាយទៅវិញក៏ពិបាកជង្គង់វ៉ានីមួយទៀតចប់ទឹកពីបាត់ក៏សូមអរគុណដល់ Kingdom Dark សូមអញ្ជើញទទួលនៅរសជាតិគុណភាពស្រាបៀរនាំចេញដ៏ល្អឥតខ្ចោះពីស្រាបៀរ Kingdom Dark ពិភពនៃភាពរីករាយ Kingdom Dark បាទចូលដល់ទឹក3រវាងវីសមុទ្រមង្គលក្រហមជាមួយឈុំវ៉ានីមង្គលខៀវជំនួបគ្នាក្នុងប្រភេទ60 គីឡូក្រាមដែលអ្នកទាំងពីរជាកីឡាករថ្មីឡើងមកប្រកួតលើកទី1ដូចគ្នាហើយឆ្លងផុតដល់ដំណាក់កាលនេះគឺគួរឲ្យកោតសរសើរបាទមិនទន់ជ្រាយមិនផ្ដេកផ្ដួលរមួលផ្សំក្រិចគឺប្រឹងអស់ពីសមត្ថភាពទៅតាមបច្ចេកទេសរបស់ខ្លួនដាំម្ដាយម្នាក់ទៀតអូទៅទៀតអត់គីឡូមុខពុតស្ដាំ3ដងខ្លួនពុតម្ដាយទៀតពីវីសមុទ្រចេះក្បាច់ក្លាប់សចូលយកតិចយាដៃស្ដាំទៅវាយអត់សេចក្ដីវិញស្ដាំម្ដាយអស់សេចក្ដីវិញអើយចំដងខ្លួនធាក់មកយើងវាយកាត់ម្ដាយកណ្ដាលដើមទ្រូងប៉ុននេះចូលបោកដៃទៅលើគុំទាយតែវីសមុទ្រក្រៀកជាប់វីសមុទ្ររឹបឲ្យអប់ខ្លួនទល់នឹងខ្លួនទៅកុំឲ្យធ្វើអ្វីកើតទុកឱកាសនេះគឺឲ្យអាជ្ញាកណ្ដាលបបែកការប្រកួតទឹក3កន្លងមកទៅ1នាទីទៀតហើយល្អមែនទែនគួរឲ្យសរសើរអ្នកទាំងពីរបាទមិនជ្រាយទឹកមួយជើងទឹកពីរជើងសងម្ដាយតែមកជង្គង់វិញពីវ៉ានីរុញញ៉ាច់ទៅនឹងជ្រុងប្រេតិចដាំម្ដាយពីវីសមុទ្រវ៉ានីដាំម្ដាយវិញវីសមុទ្រអត់ផុត3ដងខ្លួនសកត់កកចូលតិចក៏ប្រទេបតាយដកថយរៀងខ្លួនមួយជង្គង់មួយបុកតែងដាច់ចាំកោងខ្លួនហើយក៏កាច់ម្ដងទៀតកាច់មិនទៅបាទចំហនឹងមុំល្អបាទមានការទះដៃអបអរសាទរសរសើរដល់កម្លាំងនៃការតស៊ូរបស់អ្នកទាំងពីរត្បិតតែថ្មីល្អបាទជ្រែងតតែអាជ្ញាកណ្ដាលលោកម៉ែនយូហាបបាយម្ដងទៀតចង់អស់រៀងខ្លួនហើយ3ទឹកហើយបាទដាំម្ដាយទើសបន្តិចចូលប្រង3ស្ដាំបត់ស្ដាំមកកាច់យ៉ាហាបែណាហាបែអាជ្ញាកណ្ដាលរាប់តែឥឡូវនឹងកុំបោយបែស្ដាំម្ដាយពេញស្ដាំម្ដាយទៀតឆ្វេងស្ដាំដងខ្លួនបីភ្ញុកយកតែម្ដងធ្វើឲ្យលោកម៉ែនយូហារុញបកគោលខៀវឲ្យទៅនៅខាងសដើម្បីរាប់បកគោលក្រហមសិន5 6មិនអើយ
ខ្លាអ្នកខ្លាជំទង់មកពីក្លឹបខ្លារខិនមានរិទ្ធបាទបន្តការប្រកួតបានស៊ូវីសមុទ្រស៊ូឲ្យធ្វើមើលបានចាប់ទឹក3ល្អតែวันនេះថាអត់ទេខ្ញុំបៃយោដងខ្លួនព្រោះដឹងតែគេខ្សោយដងខ្លួនជឹកគង់ផ្ញោកឆ្វេងតាមចៃរូវិញពីវីសមុទ្រស្ដាំម្ដាយពីวันនេះវីសមុទ្ររងជលគៀជឹកគង់วันនេះណានវីសមុទ្រយើងបំបុកកែងទៅមកដល់ជឹកគង់วันនេះអូយពេញហើយក៏ទួលជាប់អបអសាទរហើយបាទចាប់ទឹក3ចូលដល់ទឹកទី4រវាងវីសមុទ្របង្គោលក្រមជាមួយធំបណ្ឌីបង្គោលខៀវវីសមុទ្រជាងទៀបជាងតិចតែចាស់ជាងវីសមុទ្រ21ឆ្នាំហើយឯធំបណ្ឌីទៅតែ8ដល់10ឆ្នាំទេចូលរឹបលោកម៉ានយូហាក់បំបែកទឹកមួយជើងធំបណ្ឌីថយទឹកមួយជើងម្នាក់ថែមមួយជើងទៀតពីវីសមុទ្រទុះចូលចាប់រឺតวันนี้ចាប់វិញជង្គង់วันนี้ចង់ដាក់មកជង្គង់ទៀតក៏ប៉ុន្តែវីសមុទ្រចេះយកជើងមកកលេវក្លេជាប់ដាំមកជើងសងម្ដាយទាញកកបមកមិននៅជ្រុងឯណាមកតម្លាញបាទចូលបានដល់ប៉ុណ្ណេះគឺបើនិយាយពីប្រឡងតែប៉ុណ្ណេះគេហៅបានតសើតែប៉ុណ្ណេះបាទព្រោះទៅតែដំបងបំផុតជឹកគង់សកត់ឲ្យចំកណ្ដុងគួញតែមិនចំទាញមកតឹងរៀងខ្លួនហើយក៏វីសមុទ្រអត់ចេះជង្គង់បើចេះជង្គង់តែបន្តិចហ្នឹងក៏วันនេះមិនគៀបសង្កត់ដល់ថ្នាក់ហ្នឹងដែរបើមិនវីសមុទ្រចេះជង្គង់តែបន្តិចទៀតក៏ល្អបាទចេះបង្រាស់ឡើងឲ្យចាក់ជង្គង់ខ្លះទៅក៏วันនេះក៏យើងសង្អល់ដែរទឹកមកយើងបីមកកែងទាញក៏រឹបបានតែរឹបទៅតែគង់วันนี้ក៏ចេះកាច់ញុកទៅដែរថយវីសមុទ្រថយទាញបានទៅវិញអ្នកដែលតំណងចាក់ជាងគេគឺវីសមុទ្រអត់ព្រមចាក់ទេតែបើទៅយកទៅជើងទៅទល់ទៅវិញបើមិនចាក់លោយើងតែចង្គង់ហោះរបស់ឈុំวันนี้អត់មានបណ្ណៃទេបាទជង្គង់วันนี้ណានទាញបន្តទៀតជង្គង់วันนี้កែងបុកឆ្អឹងជំនីនៅតែទាញជាប់ស្មេតែម្ដងអញ្ញាកណ្ដោក៏បំបែកវីសមុទ្ររៀនជង្គង់ឲ្យច្រើនតិចបាទល្អวันนี้ចូលវាយដងខ្លួនជង្គង់วันนี้ទៀតអូយជង្គង់วันนี้ណានដោះខ្លួនចាញ់តិចហើយអមិនក៏មិនព្រមដាក់ជង្គង់វិញទៅឲ្យតែគេបាត់ឲ្យតែគេចាក់ជង្គង់ចូលពួររហូតបាទអាចស្លាប់ឈរណាតែวันนี้នឹងក៏ពិបាកដែរព្រោះតែចេះប្រឹងពេកតែមិនក៏លេងឈឺដែរហើយបកក៏គេតែពីរឺតបកខៀវចង់ចូលវាយតែទម្ងន់នៃការវាយឬក៏ជង្គង់ឬក៏ទាត់នឹងក៏រៀងស្រាលតែហើយជង្គង់วันนี้ទាញលោកបានយូហាក៏បំបែកអូស៊ូបានធានាថាចាប់ទឹក4ស្ដាំម្ដាយដងខ្លួនទៀតចាប់ទឹកទី4ជាសេចក្តីប៉ងប្រទឹក មកយើងថែមទឹក5បានចិត្តដល់ពាក់កណ្ដាលផ្លូវដែរហើយដែលយ៉ាងណាក៏អញ្ញាកណ្ដាលបាទបដ ឲ្យអ្នកទាំងពីរវាយតាមតាណាមិនចាំទាញខាត់ឲ្យពួកថ្មីអញ្ចឹងមកជើងទៀតវីសមុទ្រឡើងចង់អស់ហើយវីសមុទ្រនៅសល់តែកម្លាំងចិត្តទេតែកម្លាំងកាយស្ទើរតែអស់ហើយជឹកวันนี้ចូលវីសមុទ្រថយวันนี้ដល់ស្ដាំអូយកន្លែងនេះឡើងស្រុតទៅតែម្ដងសរុបចំជ្រុងខ្លួនឯងអញ្ញាកដាលរាប់សិនទៅរួចទេផ្លុំផេះលេងហើយហើយ8អត់រួចទេលោកគ្រូបាទតែឲ្យបានតសើមួយបាទត្រង់នេះគឺស្ដាំម្ដាយរបស់ជុំวันนี้
មើលទៅគៀងដល់ជ្រុងហើយធ្វើមិនចេះមកដៃចំដងខ្លួនបាទចំពេញពោះភឹងស្រុតតែម្ដងនេះជាការប្រកួតលើកទី1របស់អ្នកទាំងពីរវិសមុទ្របានស៊ូដល់ទឹក5នេះក៏គួរឲ្យសរសើរតែរឹតតែសរសើរទៀតគឺឈុំវណ្ណីអ្នកប្រដាល់មកពីក្លឹបពន្លឺវិបុលរិទ្ធីដែលបានចូលប្រកួតលើកដំបូងរបស់ខ្លួនហើយមានលទ្ធភាពផ្ដួលគូប្រកួតរបស់ខ្លួនឲ្យសន្លប់បាទរាប់ថាសន្លប់ឬក៏បោះបង់ការប្រកួតដែលញាកដាល់រាប់ដល់10គាត់មិនងើបបាទដូច្នេះឈុំវណ្ណីឈ្នះវីសមុទ្រដោយបង្គោលក្រហមវីសមុទ្របោះបង់ការប្រកួតនៅក្នុងទឹកទី5ឯកតកម្មទី1កើតឡើងហើយគឺប្រកួតម្ដងឈ្នះនិងផ្ដួលគូប្រកួតឲ្យបោះបង់ត្រឹមទឹកទី5 ដងចាញ់3ដងនិងផ្ដួលដៃគូតស៊ូឲ្យសន្លប់ចំនួន5ដងមកពីក្លឹបព្រែកឯងកីឡាស្រុកកំណើតភូមិព្រែកកុយស្រុកស្ទឹងសែនខេត្តកំពង់ធំគ្រូបង្ហាត់គឺលោកម៉ាងម៉នបាទឥឡូវទស្សនាតែម្ដងការប្រកួតរវាងអ្នកទាំងពីរបានចាប់ផ្ដើមហើយបាទមើលបង្គោលក្រហមផិនសទីបាត់តែធ្លាប់ប្រកួតម្ដងប៉ុន្តែអេឡង់តាំងឃុំតំណងមែនទែនបាទនិយាយទៅកាត់រកគ្រូរបស់ខ្លួនតែម្ដងបាទកូនសិស្សលោកអេវូថងមកជើងក៏មនចានីវាយមកដល់10ដងហ៊ានសំខាន់ហ៊ានបង្គោលក្រហមហ៊ានជាមួយបង្គោលខ្ញុំមនចានីធាក់ស្ដាំបង្គោលក្រហមផិនសទីទឹកមកជើងវិញឡាប់បើឃុំពីងខ្លួនចូលគៀជង្គង់ចានីផិនសទីក៏ទះជង្គង់ទៅវិញដែរបាទតំណងមែនតើឡង់របស់ផិនសទីតំណងជង្គង់ចានីចាក់ចំផិនសទីទាញចាក់ជង្គង់វិញដែរអូយតបងតំកោងខ្លួនបែបនេះបាទតាត្រូវមួយគឺចង់ផុតដង្ហើមជង្គង់សទីជង្គង់ចានីរើខ្លួនមិនដេចចាប់ប្រោទៀតមើលទៅមិនស្រួលទេអញ្ញាកណ្ដាលបបែកអញ្ញាកណ្ដាលគូនេះដែរបាទគឺលោកងួននិតចាក់មកជើងស្ទុះទៅចាប់តែម្ដងពីមនចានីជង្គង់ចានីរើជង្គង់ចានីចាក់ថែមជង្គង់សទីវិញដែរបបលជង្គង់សទីអូយកែងសទីអូអ្នកវាយម្ដងធ្វើឲ្យអ្នកវាយមកដល់10ដងចង់ភាំងដល់ចឹងបានកម្លាំងគេដែរទត់មកតម្រឹងអេឡង់ល្អរើខ្លួនមិនដាច់តានីទាញចាក់ជង្គង់ទៅដៃទេអត់បញ្ហារើខ្លួនតែទៀតទល់ជាប់លោកងួននិតបបែកគួរឲ្យសរសើរមែនកូនសិស្សលោកអេវូថងផិនសទីម្នាក់នេះចាក់ឆ្វេងទៅម្លងវាយលើកទី2របស់ខ្លួនទេទឹកមកជើងស្ដាំចាប់ទឹកទី1របស់លោកអ្នកទីលេះឡាស់មែនទែនបាទមិនធម្មតាប៉ុន្តែបើកឆាទឹក2មកផិនសទីបាត់កែងឡើងមនចានីដួលអញ្ញាកណ្ដាលរាប់ឥឡូវនេះដោយវាអូយមកជើងចូលមកផិនសទីតាមទៅវាយ2ដងនេះជង្គង់ទៅលើអ្នកវាយបាន2ដល់10ដងជាកកចាក់អូហូផិនសទីចូលកម្លាំងទឹកកំពុងតែពេញសន្ទុះទៅហើយជង្គង់របស់សទីមនចានីគាត់ឆ្វេងផិនសទីគាត់ឆ្វេងទៅវិញឆ្វេងម្ដាយរបស់ចានីចេះជង្គង់ចេះជើងចេះកែងបាត់មកកែងទៀតមនចានីចេះឲ្យផុតជង្គង់សទីអូហូអស់ចាមែនតានទាត់ឆ្វេងចានីស្ទុះទល់ចាប់ចុកហើយសទីចុកហើយតែសទីព្យាយាមទប់លេងអីវិញដល់ដង្ហើមបានវិញមនចានីលើកជើងស្ដាប់ទាត់ជើងឆ្វេងដោះខ្លួនបន្តិចការប្រកួតក្នុងទឹក2បាទចាប់បដោទៀតបលែចេញវិញសុទ្ធទីទាត់មកជើងចាន់នេះវាយម្ដាយវិញម្ដាយម្នាក់បំរុងបាត់មកជង្គង់ទៀតអញ្ញាកណ្ដាលលោកងួននិតខាត់តាន់យោជមកជើងម្នាក់បាច់ក្រាស់គ្នាអស់ចាចាប់ទឹក2តាខាបឆ្នាំបៀមបំបត្តិក្អកសញ្ញាក្អែប5មានប្រសិទ្ធភាពបៀមបំបត្តិក្អកជួយរំលាយស្លេសជួយបំបត្តិរមាស់កជួយសម្រួលដល់បំពង់កនាំចូលនិងចែកចាយដោយក្រុមហ៊ុនមហោសុទ្ធពាណិជ្ជ
ទូរស័ព្ទ023 88 41 76 បាទបើមានរូបភាពយឺតយើងតាំងមើលម្ដងទៀតកន្លែងដែលមនចានីមួយជើងនេះទូលដៃតែមិនទាន់អីប្រហែលទេធាក់មួយជើងកដាលមុខទៀតបាទជើងរបស់ផិនសទីនឹងគឺស្មើក្រិតគ្នាជាមួយនឹងផ្ពាល់ខាងស្ដាំរបស់មនចានីបាទអរចាចូលដល់ទឹក3បង្គោលក្រហមផិនសទីវាយបាន2ដងបាទវាយបាន2ដងទាំងលើកហ្នឹងហើយវាយលមុនវាយចាញ់គេទៀតផិនសទីវាយលមុនវាយចាញ់យាងសុកហើយឡើយមកវាយជាមួយមនចានីនេះគាត់វាយមកដល់10ដងឈ្នះ8ដងវាយឲ្យគេស្លាប់5ដងហើយបង្គោលវាមនចានីទឹកមកជើងរងឡើងពីខ្លួនអូយយកឃុំទៅនងទឹកឆ្វេងហើយក៏កលៀវក៏ចាប់មកជង្គង់ពីផិនសទីហើយក៏ឆ្វេងមកដៃមនចានីវិញទឹកមកជើងសបាអោបម្ដងទៀតជង្គង់សទីកាច់លោកងួននិតបំបែកបន្តការប្រកួតនៅក្នុងទឹកទី3ជំនួបក្នុងប្រភេទទម្ងន់63គីឡូក្រាមកន្លះឆ្វេងមកជើងចាន់នីស្ដាំមកជើងវិញផិនសទីគាត់ថែមចាន់នីក៏វាយដងខ្លួនបានម្ដាយវិញឆ្វេងម្ដាយបំបកឃុំហើយកែងបាត់របស់សទីវិញកិច្ចផុតឡើងស្រាវមែនតានឆ្វេងម្ដាយបំបកឃុំពីចាន់នីវាយម្ដាយទៅដងខ្លួនវាយម្ដាយទៀតហើយក៏វាយដងខ្លួនទៀតចង្គង់របស់សទីក៏ទៅរឿយចំពេញចាន់នីណាមិនចេះតែវាយបានតែម្នាក់ឯងទេមកខាងទៀតក៏ជាមិនមានដើម្បីទប់ទល់វិញបានឆ្វេងដតចោលទឹកឆ្វេងពីចាន់នីចាប់ប្រទៀតជង្គង់ចាន់នីពីក្រោយបាទកម្លាំងនៃការស្រែកឈរគ្រប់គ្រងទាំងសងខាងឆ្វេងមកជើងថែមម្ដាយចាប់រុញចាញ់តិចកាយពីក្រោយហាមចង់ទឹក3ហើយស្ដាប់មកជើងណែនល្អវឹកមកជើងបងស្នាញ់ទៀតចាន់នីគេផុតទាញកែងចាន់នីមួយទៀតអត់បែកទេផិនសទីទប់បានផិនសទីអត់ដែរឈ្នះហើយណាតាំងពីចេះវាយមកវាយបានម្ដងចាញ់ទេទត់មកជើងតែចាន់នីចេះទត់វាធាក់ជង្គង់ឥឡូវចាប់ទឹក3ថ្មីទៀតហើយតែថ្មីលើកនេះស្រាបៀរភ្នំពេញសូមចូលម្ដងទឹក4នេះនៅតែមើលទៅចំហនឹងមមដដែលធាក់មកជើងពីមនចានីចូលពោះប៉ុន្តែទីអោបធាក់ទៅវិញតែចាន់នីជើងវែងជាងគាត់ធ្វើចោលចាន់នីចលោជើងបីដៃគេផុតបីឆ្វេងម្ដាយទៀតបំបុកឃុំវិញម្ដាយទៀតតែបាត់កែងកាត់កែងថែមពីសទីអត់មានញញើទេងក់ក្បាលដល់ចូលសទីក៏គោះឃុំវិញដែរសុទ្ធមកជើងបើកភ្នែកធំធាក់មកជើងទៀតពីផិនសទីកែងឆ្វេងរបស់ផិនសទីល្អណាស់ជង្គង់ចាន់នីជង្គង់សទីជង្គង់ចាន់នីពីក្រោយអូហូយនិយាយពីចិត្តមកបាវទៅបងចិត្តឆ្វេងម្ដាយតែកុំសម្រាប់វាយខ្លាំងពេកប្រយ័ត្នកែងសទីជង្គង់សទីឆ្វេងតបថែមបីឆ្វេងកាត់ទៅវិញចង់ដោយតាមដៃកែងបត់កាត់ណែចាន់នីប្រហែលខ្លាញ់នឹងប្រយ័ត្នបែកពួកកែងសទីនេះស្រួចអត់ចាញ់គ្រូគេប្រហែលទេបាទគ្រូគេគឺកែងឆេះទៅគួរអស់អេពូថងណាចលោជើងចលោញូចតិចមើលទៀតមើលមិនក៏មិនភ្ញាក់អញ្ចឹងមិនភ្ញាក់ទេអាងវាយឆ្វេងបែកទឹកខ្ចាយផិនសទីកំពុងតែបែកសើយបើសិនជាមនចាន់នីចេះវាយឲ្យមិនបាត់កែងកាត់គ្នាបាត់កែងថែមពីផិនសទីវិញអាយចាន់នីចង់ខ្លាចសទីវិញចាន់នីចង់ខ្លាចតែនៅតែចូលវាយចឹងឆ្វេងស្ដាំម្ដាយលោកចូលគល់កកទឹកមកជើងបើឃុំចាន់នីអត់អីរឿងរួមឃុំយឺតជិះលោដៃធាក់ជើងលួចតិចបាត់មកកែងចាប់ទឹក4ដោយខុសទំនងទឹក5ទឹកប្រៃព្រាត់មនចាន់នីតាំងនាមឲ្យអ្នកមានបបិសោតច្រើនអញ្ចឹងគឺដើរចូលឲ្យផិនសទីតាំងឲ្យអ្នកបបិសោតតិចទៅមកវាយម្ដងតែកុំវាយកុំទាត់កន្លែងហ្នឹងអត់បានទេតែចំហរបស់គេទំនងបាទចំហទំនងមានកូនសិស្សរបស់អេបថងល្អ
តាំងគុំល្អក៏រៀនតាមគ្នាចលោចោលយកកັບចានមកជើងធាក់មកជើងទៀតពីផិនសទីឆ្វេងម្ដាយទៀតស្ទុះទៅថែមតិចត្រូវកែងអត់មានញើអីមកតិចទេផិនសទីមនយ៉ានីក៏កំរើខ្លួនទៅញោតាមមកចូលមកដុតមកជើងចាប់ជើងបានបតាយបន្តរុញចេញចលោចោលហើយក្តាំឆ្វេងញុកឆ្វេងថែមមនយ៉ានីកំឡុងទៅបត់កាយទេមើលទៅតម្រង់គេចង់បត់កាយឆ្វេងយកយើងធ្លាក់ឲ្យឆ្វេងម្ដាយបបឃុំបន្ទទីសារ៉េបានយ៉ាងស្រួលប្រេឲ្យស្រេចទោះបីជាយ៉ាងណាក៏ការតស៊ូអ្នកទាំងពីរចាប់ចុងចាប់ដើមចាប់ទឹកទី5ដែរគួរឲ្យកត់សរសើរមែនថ្ងៃនេះអ្នកថ្មីគឺវាយពេញល្អណាស់បាទគូមួយវីសមុទ្រនឹងឈុំចាន់នីដែលមកថ្មីយ៉ាងណាក៏ប៊ីសតែចាប់ចុងចាប់ដើមបាទផិនសទីនេះបង្គោលក្រហមក៏រឹតតែអស្ចារ្យទៀតបាទដែលអាចទប់ទល់ជាមួយមនចាន់នីបានចាប់ចុងចាប់ដើមដែលមនចាន់នីប្រវត្តិប្រកួត11ដងឈ្នះ8ចាញ់3ឲ្យផ្ដួលគូពួរឲ្យសន្លប់5ដងក៏ហើយនោះបាទហើយគូក្រោយមានតកូលមនមួយទៀតបាទចេញមកដែរគឺមនលីហួរប្រកួតជាមួយងួនគៀបាទលទ្ធផលនៅក្នុងការប្រកួតនេះចៅក្រមដែលមានលោកអិនខេមរិនលោកស៊ិនប៊ុនធឿនលោកអែមផាតលោកប៉ៅកំអានលោកជ័យតារាបានបូកគ្នាទៅឃើញថាបង្គោលខៀវមនចាន់នីឈ្នះបង្គោលក្រហមផិនសូទីដោយបន្ទូវាពី2ជាសេចក្តីគោលខៀវងួនគៀអាយុ22ឆ្នាំកម្ពស់1.63 ម៉ែត្រទម្ងន់54គីឡូក្រាមដូចគ្នាធ្លាប់ប្រកួតចំនួន30ដងឈ្នះ16ដងស្មើ2ដងចាញ់12ដងនិងផ្ដួលដៃគូតស៊ូឲ្យសន្លប់ចំនួន5ដងមកពីក្លឹបប្រដាល់តាលីដំរីមានរិទ្ធស្រុកកំណើតភូមិសុកជែកសង្កាត់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញគ្រូបង្ហាត់គឺលោកញ៉ៅម៉ាក់ប្រកួតចុងក្រោយចាញ់ថៃណារិនក្នុងទឹកទី4បាទសូមគោរពអញ្ជើញតាមដានទស្សនាការប្រកួតបាត់គូពិសេសទី3ទឹកទី1បង្គោលក្រហមមនលីហួរបង្គោលខៀវងួនគៀបាត់ពិសោធន៍អ្នកទាំងពីរគឺល្អណាស់បាត់ដូចគ្នាអញ្ចឹងលើកខុសត្រូវគ្នាតែ2ដងទេអាយុមិនសូវជាច្រើនប្រហែលទេបាន1.18 1.19 1.22ព្រោះថាអ្នកទាំងពីរកម្ពស់មិនទៅបានបាទអត់ទៅបានដូចគូមុនរវាងមនច័ន្ទធីជាមួយនឹងផិនសទីនោះគឺខ្ពស់មែនទេចលោឆ្វេងភាសាទៀតស្ដាំតត់មកយើងតាមអាយ៉ាបាទនេះស្រាផងតាំងគុំតិចឆ្វេងចលោសងវិញចូលអោបដាក់មកជង្គង់ឆ្វេងបាទហេតុតែបើកជង្គង់យូរនឹងអាចនឹងរបួសពោះទឹកឥឡូវហើយអីយោចុចមកជង្គង់ថែមមកជង្គង់សងចុចមួយទៀតថែមមកជង្គង់ឆ្វេងសងជង្គង់ស្ដាំមកវិញបាទឆ្វេងជង្គង់ស្ដាំជង្គង់ឆ្វេងជង្គង់ស្ដាំមកសងទៅសងមកបិទពីមុខលាំងទៅខាងក្រោយលោកអញ្ញាកណាទេសរិនធ្វើការចាប់បំបែកតើចូលតាំងគុំមកឡបត់កាច់ដាក់បាយជង្គង់អូយបាទល្អមែនតើតោឆ្វេងបាទមនលីហួរវាយដូចជាមានការជឿជាក់លើខ្លួនឯងមែនតើតែសារតែអ្នកទាំងពីរគឺធ្លាប់ប៉ះគ្នាម្ដងហើយបាទការប៉ះគ្នាលើមុនមនលីហួរឈ្នះងួនគៀអញ្ចឹងកណ្ដាប់កម្លាំងក៏ដូចជាតិចនិចរបស់ល្មមដឹងដូចគ្នាហើយថាអ្នកណាបកែកន្លែងណាអត់កន្លែងណាជាយបែងចប់ទឹកទី1
ទនភាពជាតិបាទពីហូរដាក់ចូលមួយធាក់ទល់ធាក់ទប់ចូលវាយឆ្វេងញុកស្ដាំតាមក្រោយឆ្វេងស្ដាំឆ្វេងទុតមកជើងស្ដាំងួនគេរកកន្លែងបំលាស់ទីលីហួរចូលអោបដាក់មកជង្គង់ឆ្វេងថែមមកជង្គង់ឆ្វេងមួយទៀតចូលបាត់ធំមិនហ៊ានទម្លាក់ដៃចោលទេសម្រាប់មនលីហួររងខ្លាចកម្លាំងដៃរបស់ងួនជាគាត់ញុកមកអាចធ្វើឲ្យខ្លួនស្លាប់ចូលតតតាមស្រាលដាំញុកជួយតាមក្រោយជង្គង់មួយទៀតតែជង្គង់ស្ដាំម្ដងដើរចូលទៀតដាំរបស់លីហួរស្វែងដាំលីហួរជង្គង់ឆ្វេងលីហួរជង្គង់លីហួរជង្គង់លីហួរជង្គង់សងវិញងួនkiaកាច់ជង្គង់លីហួរទៀតលីហួរដាក់ចូលឆ្វេងម្ដាយរបស់ងួនkiaលីហួรงួនkiaអត់ទេទប់ដូចគ្នាសិនចូលវាយជង្គង់វិញជង្គង់ឆ្វេងដាក់មកជង្គង់ស្ដាំចាប់ទឹកទី2ក្អកសញ្ញាក្អែ5មានប្រសិទ្ធភាពបៀមបំបត្តិក្អកជួយរំលាយស្លេសជួយបំបត្តិរមាស់កជួយសម្រួលដល់បំពង់កនាំចូលនិងចែកចាយដោយក្រុមហ៊ុនឱសថពាណិជ្ជទូរស័ព្ទទំនាក់ទំនង023 88 41 75ឬអាចជាវបាននៅតាមឱសថស្ថាននិងហាងឱសថបុរាណចិននានាចូលដល់ទឹកទី3គូទី3ដូចគ្នាលីហួរចូលវាយហើយលីហួរចូលជង្គង់លីហួរជង្គង់ងួនkiaជង្គង់ងួនkiaលីហួរកាច់ជង្គង់របស់លីហួរជង្គង់ងួនkiaបានប្រើជង្គង់មកវាយស្រួយមែនតើបវៀនបតាំងឲ្យភ័យជំនួសជង្គង់កាច់បោកអត់ដួលបាទលីហួរវាយទៅតែមិនដឹងត្រូវតិចក្តីច្រើនក្តីក្តាប់ធ្វើទឹកមុខនៅស្មើជង្គង់ងួនkiaជង្គង់លីហួរបាទលីហួរទៅចង់អស់យ៉ាងម៉េចទេចូលដល់ទឹកនេះឆ្វេងតតខាងក្រោមលាក់ដៃឲ្យលីហួរឆ្វេងតាមចូលអោបជង្គង់រុញអប់សំណុំតឡើងជង្គង់បានមួយវេទនាមែនតើចូលដល់ទឹកនេះបាយឆ្វេងជង្គង់ស្ដាំបោះតាមក្រោយជង្គង់លីហួរជង្គង់ងួនkiaជង្គង់លីហួរដាំឆ្វេងរបស់ងួនkiaតែស្រាទេដាំឆ្វេងភាសាទៀតលីហួរចូលវាយស្ដាំបញ្ញុកមួយទៀតបាទវាយប្រុងផ្ដាច់តែវាយមិនត្រូវលីហួរដាក់ចូលដាំម្ដាយរបស់ងួនkiaចូលចង់ជំនីឆ្វេងមួយទៀតជង្គង់ងួនkiaជង្គង់លីហួរមើលទៅកម្លាំងរបស់ងួនkiaនៅក្រាន់មកជាងលីហួរឡើងជង្គង់ទៅវិញទៅមកបាទស្ដាំទៅស្ដាំមកចាប់ទឹកទី3ប្រាច់តុបបានឆ្វេងតាមទៅវិញបែកតាមរបស់លីហួរជង្គង់លីហួរលីហួរជំនប្រើទៀតហើយដៃបាំងស្មៅបាទដាំឆ្វេងយកជង្គង់របស់ងួនkiaចូលជង្គង់ងួនkiaលីហួរចាក់អស់ហើយបាទអាយ៉ាបាទរៀងទុនហើយដាំឆ្វេងទៀតអស់ចាច់ត្រូវហើយព្រោះតែត្រូវកម្លាំងខ្លាំងជាងអាចអត់អីលីហួរចូលដាំវាយខាងគុំជាឡើងជង្គង់ងួនkiaលីហួរកថែកឲ្យឡើងមកម្ដងតែអស់ហើយពេលជង្គង់ងួនkiaជង្គង់លីហួរបាទសិតតែជង្គង់មកហើយអ្នកទាំងពីរមិនទៅចកែមិនទៅជាក្រហមណាទេ
ដើរចូលខ្លាចតោះឆ្វេងចូលជង្គង់ស្ដាំចាប់កាច់ឡើងជង្គង់ចាប់កាច់បវលបោះចាប់ទឹកទី4បាទសូរ៉ែនសេវាកម្មធានារ៉ាប់រងដែលមានតម្លៃសមរម្យតាមតម្រូវការផ្ទាល់ខ្លួននិងតម្រូវការអាជីវកម្មរបស់លោកអ្នកបាទទឹកទី5ដែរជាទឹកដៃប្រត់ទៅហើយអាលីហួរចាប់ដើមហើយទៅហើយបាទឥឡូវដូចលីសឡុងអញ្ចឹងណាតែមានតែឥឡូវអត់មានកម្លាំងទេជង្គង់ឆ្វេងជង្គង់ស្ដាំងួនkiaបាត់ជង្គង់ឆ្វេងលីហួរអុកបាទអុកជង្គង់ខាងក្រៅនេះឈឺណាស់អាយ៉ាកោចូលជង្គង់លីហួរជង្គង់ងួនkia តោះពីមុខបិទខាងក្រោយទៅអាយ៉ាតត់មួយសិនណែកម្លាំងក៏បិទមែនតែនៅមានកម្លាំងជំនួយនៅលេខសោចបានសម្បត្តិដៃមួយសិនចូលអោបជង្គង់លីហួរជង្គង់ងួនkiaទៅគ្នាបាត់ធ្វើអីមិនកើតលោកអញ្ញាក៏ដែរចាប់អមហើយទាញបវរចូលឡើងតោះពីមុខអុកពីក្រោយថែមមួយជើងទៀតបាទវាយលឿនតែម្ដងដល់ជង្គង់ទៅជង្គង់មកអាយ៉ាបាទនៅសងកម្លាំងរុញបោកទៀតចាប់ដើមចេញមកគុតទៀតហើយលីហួរស្ដាំអាយ៉ាវាយខោជង្គង់លីហួរជង្គង់ងួនkiaជង្គង់លីហួរជង្គង់ងួនkiaមកវិញជង្គង់លីហួរតត់មកជើងលីហួរដើរចូលវាយជង្គង់ចាប់កាច់កកដាំជង្គង់ឆ្វេងអូយបាត់ឌឺមែនតើលីហួរចាប់ទាញជង្គង់ងួនkiaអើយចាយអត់ថែមទេអាណិតបាត់ទុកសងសឹកលើក្រោយទៀតច្រឡំដាំលីហួរចូលបាត់មុខវាយជង្គង់ហើយដាំខ្ញុំជួយតាមក្រោយដាំអូយបាទកម្លាំងពេកបើថាមានកម្លាំងពេញអីប្រហែលជាងួនkiaទៅបាត់ហើយព្រោះមិញហ្នឹងខ្ញុំមិនដែរពេញមែនតើតែសុំតសាលីហួរក៏ពិតមែនតែនៅសល់បាច់បន្លាយទៅត្រូវតែមិនខ្លួនឯងបាត់ហើយហ្នឹងចេះតែបចោទៅថ្ងៃនោះទៅត្រូវអត់ហ៊ានវាយអត់ហ៊ានមែនបាទតែមើលថ្ងៃនេះងួនkiaសងសឹកបានអត់ព្រោះថាលើកមុនចាញ់បាទគូក្រោយចូលដល់គូទី4ហើយបាទមនរដ្ឋាប៉ះច័ន្ទគង្រាជបាទក្លឹបពេកឯវាយជាប់គ្នាតែម្ដងហើយនេះបាទបង្គោលក្រហមមនលីហួរឈ្នះទៀតហើយអញ្ចឹងថ្ងៃនេះព្រែកឯងមក3ឈ្នះ2សិនហើយបាទបាកាភេសជ្ជៈបើកម្លាំងលេខ1នៅប្រទេសកូរ៉េ4គីឡូក្រាមធ្លាប់ប្រកួតចំនួន8ដងឈ្នះ4ដងមិនដែលស្មើចាញ់4ដងនិងផ្ដួលដៃគូតស៊ូឲ្យសន្លប់ចំនួន1ដងមកពីក្លឹបប្រដាល់ព្រែកឯងកីឡាស្រុកកំណើតភូមិចុងព្រែកឃុំព្រែកឯងខណ្ឌមានជ័យរាជធានីភ្នំពេញគ្រូបង្ហាត់គឺលោកម៉ាងម៉នប្រកួតចុងក្រោយចាញ់ហឹមសេរីដោយពិន្ទុបង្គោលខៀវច័ន្ទគង្រាជអាយុ18ឆ្នាំកម្ពស់ 1m70 ទម្ងន់54គីឡូក្រាមធ្លាប់ប្រកួតចំនួន28ដងឈ្នះ21ដងស្មើម្ដងចាញ់6ដងនិងផ្ដួលដៃគូតស៊ូឲ្យសន្លប់ចំនួន5ដងមកពីក្លឹបប្រដាល់តាព្រំមានជ័យបង្ក្រាបគ្រឿងញៀនស្រុកកំណើតភូមិសាមគ្គីឃុំព្រែកដំបងស្រុកមុខកំពូលខេត្តកណ្ដាលគ្រូបង្ហាត់គឺលោកមាសសុគ្រីប្រកួតចុងក្រោយចាញ់មនបារាំងដោយពិន្ទុបាទសូមអញ្ជើញទស្សនាបាទគូពិសេសទី4ទឹកទី1បាទរវាងបង្គោលក្រហមមនរដ្ឋាបាទប៉ះជាមួយបង្គោលខៀវច័ន្ទគង្រាជបាទការប្រកួតមុននេះមនលីហួរបានឈ្នះម្នាក់រួចមកហើយបាទសម្រាប់កីឡាករតកោមនឥឡូវនេះចូលគូទី4បាទមនរដ្ឋាបង្គោលក្រហមទៀតបាទប៉ះជាមួយច័ន្ទគង្រាជបាទគឺជាការប្រកួតក្នុងប្រភេទធ្ងន់54គីឡូក្រាមបាទចំណាយលោកអាញាកដាក៏លោកសុកវិជ័យបាទមនរដ្ឋាបាទចាញ់ព្រៀបត្រង់កម្ពស់បាទ
จันกงเรียกผู้เจียงบามันเนี้ยมาไม้หกมันมอนัทามาไม้หกจันกงเรียกมาไม้จัดบาจะกงจะเพลย์ว่าระบรถท่ามวยจะกงมาจะเพลย์ขังขนองรอมาแต่สมัครรถท่าไอ้กระซองจะกงสนามเป็นอย่างระบกงเรียกบาจะเพลย์เด็ดให้สำหรับรถท่าบาลอยยากระดาบอมใบแทะช่วยอย่าระบอดท้าบาดจับตักตีมวยพลิมเนื้อพลิมกลมกุ้งมหารุบอลเกดำนานในรู้เจียดบาดบ้าพิซาเครื่องระวังบาดส้มกับบากบอบาดสมเชิญโฆษณาเชื่อวันต่อเตี้ยบาดกูพิซาตีบวนตักตีปีบาดบังโกลกระหอมมอนรักห้าบังโกลเขียวจันกงเรียกบาดจะกงช่วยจะกงสามซองระวังกงเรียกบาการจงกงระบอรัฐาบ้านจะเพลย์ดิบุตรเทียบเชียงปะบะเลือกบกมาดองคลุนแต่การซองระบอบาดกงเรียกเป็นดองคลุนอ๋อบาดตัวสตามระบกงเรียกใกล้ช่วยเนี่ยบอรัฐาบาจะกงจะเพลย์จะกงสามซองระบกงเรียกบาจะกงช่วยจะกงสามไทยบาร์บาร์ท่าบามาได้ช่วยจะกงช่วยซองจะกงช่วยจะกงช่วยเตี้ยบาร์บาร์ท่าไม่ได้สนามบาร์บาร์ท่าบัตรการประกวดจังกราดบอลบังโกเคียวจันกงเรียกคือจันจะโกมอนนะบัตรคือจันมอนบารังอันนี้มาป้ามอนรัฐาบัตรจะโกงสนามบอลกงเรียกจานจันบัตรต่อช่วยอย่ารอท่ากรรมการดอลต่อช่วยอย่ารอรัฐาปีโจลกับจังกอมันจะก้ช่วยแทมระบาดท่าจะก้ช่วยเตี้ยบาดต่อช่วยจับเชิงจอบโหลดกับจานบัดกรรมการบัดคุมจอบปีกงเรียกบาดจับตึกตีปีទូរស័ព្ទទំនាក់ទំនង023 88 41 76នឹងអាចរកជួបបាននៅតាមឱសថស្ថាននិងហាងឱសថបុរាណចិននានាបាទសូមអញ្ជើញទស្សនាជាបន្តទៀតបាទគូពិសេសទី4បាទឈានដល់ទឹក3ហើយបាទវាបង្គោលក្រហមមនរដ្ឋាបង្គោលខៀវច័ន្ទគង្រាជបដៃស្ដាំរបស់គង្រាជបាទគង់ឆ្វេងរបស់រដ្ឋាគង់ស្ដាំសងរបស់គង់រាជគង់ឆ្វេងរដ្ឋាបាទតស្ដាំមកដល់បាទរបស់គង់រាជតោះក្រោមគង់រាជបានល្អបាទធ្វើឲ្យរដ្ឋាពីដួលផងដែរបាញ់គង់ឆ្វេងរបស់រដ្ឋាគង់ឆ្វេងរដ្ឋាគង់ពីក្រោយថែមបដៃស្ដាំតឆ្វេងរបស់រដ្ឋាខុសទាំងអស់ជង្គង់ស្ដាំសងបានល្អរបស់គង់រាជបាទជង្គង់ឆ្វេងជង្គង់ស្ដាំសងកែងបាត់ឆ្វេងជង្គង់ឆ្វេងបាទរបស់រដ្ឋាបាទ
បាទជង្គង់ស្ដាំរបស់គង់រាជម៉ាត់ស្ដាំសងរបស់រដ្ឋាជង្គង់ឆ្វេងម៉ាត់ស្ដាំបាទរបស់រដ្ឋាទក់ក្រោមសងរបស់គង់រាជកែងឆ្វេងរបស់រដ្ឋាផ្នែកស្ដាំរបស់គង់រាជបានល្អម៉ាត់ស្ដាំសងបានល្អដូចគ្នាជង្គង់ឆ្វេងថែមរបស់រដ្ឋាបាទតក្រោមម៉ាត់ស្ដាំសងរបស់រដ្ឋាបាទតក្រោមម៉ាត់ស្ដាំតឆ្វេងរបស់រដ្ឋាផ្នែកស្ដាំតឆ្វេងអូចូលពេញមកជើងឆ្វេងតែមិនអីបាទសម្រាប់ច័ន្ទគង់រាជពីការតរបស់រដ្ឋាបាទចាប់ទឹកទី3បាទ7 3បញ្ចុំបាត់កាហ្វេរដ្ឋាដួលតស្ដាំរបស់គង់រាជតឆ្វេងមកជើងថែមបាទលួយញ៉ាកដាចាប់បំបែកតស្ដាំរបស់គង់រាជម៉ាត់ស្ដាំសងរបស់រដ្ឋាផ្នែកស្ដាំតឆ្វេងគង់រាជចាក់ជង្គង់ស្ដាំជង្គង់ឆ្វេងសងរុញច្រានបុកខ្សែសង្វៀតឆ្លៀតបានមួយជង្គង់ទៀតគាត់ថាអចេតនាទេហើយក៏សូមអភ័យទោសពីមង្គលខៀវផងដែរសម្រាប់មនរដ្ឋាតឆ្វេងរបស់គង់រាជជង្គង់ឆ្វេងសងរបស់រដ្ឋាផ្នែកស្ដាំរបស់រដ្ឋាបន្តិចឆ្វេងថែមម៉ាត់ឆ្វេងស្ដាំសងរបស់គង់រាជគង់ឆ្វេងរបស់រដ្ឋាបាទកែងស្ដាំជង្គង់ឆ្វេងសងរបស់រដ្ឋាក៏បីមិនចេញជង្គង់ឆ្វេងសងមិនដូចគ្នាតឆ្វេងរបស់រដ្ឋាតក្រោមកាត់របស់គង់រាជបាទឆ្លៀតបានម្នាក់ម្ដាយទៀតចាប់ទឹកទី4បាទតស្ដាំរបស់គង់រាជម៉ាត់ស្ដាំសងរបស់រដ្ឋាកែងបាត់មិនចេញហើយក៏ត្រូវម្ដាយស្ដាំម្នាក់កែងស្ដាំម៉ាត់ស្ដាំសងខុសដូចគ្នាបាទជង្គង់ឆ្វេងរបស់រដ្ឋាជង្គង់ពីក្រោយសងរបស់គង់រាជឡើងអែនបានមួយជង្គង់អាមាញ់តស្ដាំរបស់គង់រាជតឆ្វេងម្នាក់មួយជើងដូចគ្នាតឆ្វេងថែមរបស់រដ្ឋាបាទជង្គង់ឆ្វេងរបស់គង់រាជតឆ្វេងម៉ាត់ស្ដាំរបស់រដ្ឋាតស្ដាំម៉ាត់ស្ដាំថែមម្ដាយស្ដាំបាទចប់ទឹកទី5បាទលោកសុកវិជ័យបាទកំពុងតែត្រៀមប្រមូលបន្ទុកបាទទៅចៅក្រមទាំង5រូបបាទចៅក្រមទី1លោកនិនបណ្ដាចៅក្រមទី2បាទលោកអុកប៊ូចៅក្រមទី3លោកម៉ង់ស៊ីថនចៅក្រមទី4លោកប៉ាន់ស៊ីថៃចៅក្រមទី5លោកជ័យតារាបាទបន្តទៀតលោកអ្នកបានជ្រាបលទ្ធផលបាទសម្រាប់គូពិសេសទី4នេះបាទរវាងបង្គោលក្រហមមនរដ្ឋាជាមួយបង្គោលខៀវច័ន្ទគង់រាជបាទហើយគូក្រោយលោកអ្នកបានទស្សនាបាទគូពិសេសទី5បាទរវាងបង្គោលក្រហមជ័យស៊ីណេតបានមកពីក្លឹបឃ្លាំងមឿនកីឡាខេត្តពោធិ៍សាត់ប៉ះជាមួយបង្គោលខៀវអ៊ុំចម្រើនមកពីក្លឹបតាឡេដំរីមេរិតបាទគឺជាការប្រកួតបាទក្នុងប្រភេទទម្ងន់63គីឡូក្រាមកន្លះបាទចលនាផលបង្គោលក្រហមមនរដ្ឋាបានឈ្នះបន្ទុកទៅលើបង្គោលខៀវច័ន្ទគង់រាជ
បាទក៏សូមជូនសមាសភាពគូទី5បង្គោលក្រហមជ័យស៊ីណេតអាយុ24ឆ្នាំកម្ពស់ 1.60 ទម្ងន់63គីឡូក្រាមកន្លះធ្លាប់ប្រកួតចំនួន87ដងឈ្នះ63ដងស្មើម្ដងចាញ់22ដងនិងផ្ដួលដៃគូតស៊ូឲ្យសុំចុះចាញ់ចំនួន12ដងមកពីក្លឹបប្រដាល់ឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ស្រុកកំណើតភូមិកយត្របែកឃុំកយត្របែកស្រុកស្វាយរៀងខេត្តស្វាយរៀងគ្រូបង្ហាត់គឺលោកសុកវិជ័យប្រកួតចុងក្រោយឈ្នះឡៅផានៀតក្នុងទឹកទី2ចំណែកបង្គោលខៀវចម្រើនអាយុ20ឆ្នាំកម្ពស់ 1.65 ទម្ងន់63គីឡូក្រាមដូចគ្នាធ្លាប់ប្រកួតចំនួន61ដងឈ្នះ36ដងស្មើ3ដងចាញ់22ដងនិងផ្ដួលដៃគូតស៊ូឲ្យសន្លប់រហូតដល់26ដងមកពីក្លឹបប្រដាល់តាឡីដំរីមានរិទ្ធស្រុកកំណើតភូមិតាឡីសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញគ្រូបង្ហាត់គឺលោកញៅម៉ាក់ប្រកួតចុងក្រោយឈ្នះសុកវាសនាក្នុងទឹកទី2បាទទស្សនិកជនជាទីមេត្រីបាទទស្សនាការប្រកួតជាបន្តទៀតបាទគូពិសេសទី5កីឡាករជ័យស៊ីណេតបង្គោលក្រហមមួយថ្ងៃនេះគឺប៉ះជាមួយកីឡាករបង្គោលជើងចម្រើនបាទទាត់ជើងក្រោមមួយជើងរបស់កីឡាករចម្រើនធាក់ស្ដាំរបស់ចម្រើនថែមទៀតបាទជាការធាក់លួចស្មោះយកចាក់ឆ្វេងរបស់ចម្រើនជ័យស៊ីណេតថយបន្តិចសិនដល់ពីយើងតាក់បន្តសម្រាប់ចម្រើនពីជើងទុនតឆ្វេងជើងសងមេរបស់ជ័យស៊ីណេតបាទឆ្វេងថែមទៀតរបស់ចម្រើនអូហូយស្ដាំពេញកណ្ដាលផ្ទៃមុខតែម្ដងបាទជ័យស៊ីណេតចលោតជើងក្រោមសងមេរបស់ចម្រើនជាក្រោមថែមទៀតត្រេកស្ដាំរបស់ចម្រើនជ័យស៊ីណេតថយបាទជាមួយនឹងទឹកមុខញញឹមស្រស់ស្រាយតជើងក្រោមថែមរបស់ចម្រើនជើងក្រោមជើងសងមីរបស់ជ័យស៊ីណេតបាទការវាយនៅក្នុងទឹកទី1បាទរបស់អ្នកទាំងពីរគឺខ្លាំងមែនតើស្ដាំមួយជើងរបស់ជ័យស៊ីណេតសងជើងឆ្វេងវិញរបស់កីឡាករចម្រើនតស្ដាំថែមទៀតធាក់ស្ដាំថែមទៀតរបស់ចម្រើនបាទជ័យស៊ីណេតគួរក្បាលវាយស្ដាំរបស់ជ័យស៊ីណេតចម្រើនតឆ្វេងវាយស្ដាំថែមទៀតតឆ្វេងជ័យស៊ីណេតបាទចម្រើនតជើងក្រោមបាទចម្រើនក៏ឡើងតជើងក្រោមម្ដងទៀតហើយឲ្យជ័យស៊ីណេតក៏បោះដៃហើយចូលតបន្ថែមទៀតមកបាទចប់ទឹកទី1បាទទស្សនិកជនជាទីមេត្រីកីឡាករចម្រើនវិញមិញនេះបាទគឺរបូតប្រដាប់ការពារឥឡូវនេះបានចងរួចរាល់វិញហើយបាទបន្តការប្រកួតចាក់ដាវផ្លូវក្នុងទឹកទី2បាទចលោជ័យស៊ីណេតបាទចលោតស្ដាំរបស់កីឡាករចម្រើនជ័យស៊ីណេតតឆ្វេងចម្រើនតស្ដាំត្រេកស្ដាំរបស់ចម្រើនថែមទៀតកាយឆ្វេងរបស់កីឡាករបាទជ័យស៊ីណេតយ៉ាងម៉េចទៅហើយបាទផ្លេចពាក់ប្រដាប់ការពារបាទសម្រាប់កីឡាករចម្រើនលោកអញ្ញាកដាលរាប់
បាទនេះគឺជាកំហុសខ្លួនឯងទេបាទដែលឡើងមកគឺភ្លេចដាក់ប្រដាប់ការពារថ្មិញបាទលោកញ៉ាក់ដល់រាប់18អាចបន្តការប្រកួតបានបាយស្ដាំរបស់កីឡាករអ៊ុំចម្រើនតត់ឆ្វេងចម្រើនធាក់ស្ដាំរបស់អ៊ុំចម្រើនជ័យសនេតតស្ដាំអ៊ុំចន្ទរៃស្ដាំអត់ត្រូវជ័យសនេតតទីក្រោមកែងឆ្វេងថែមទៀតបាទរបស់ជ័យសនេតចប់ទឹកទី2ជ័យសនេតតទីក្រោមបាទជ័យសនេតដាក់ចូលកែងឆ្វេងរបស់អ៊ុំចម្រើនជង្គង់របស់ជ័យសនេតលោកកញ្ញាក្តាមបំបាយយ៉ាងមិនទៅហើយបាទជង្គង់ត្រង់នេះបាទក្រោកលែងរួចទៅហើយអ៊ុំចម្រើនទស្សនារូបភាពសាជាថ្មីម្ដងទៀតបាទគឺចង្គង់បាទជង្គង់របស់ជ័យស៊ីណេតបាទជាលើកទី2ហើយដែលចំរាប់ការពារបាទគណៈកម្មការកំពុងតែត្រួតពិនិត្យផងដែរនៅរាល់សកម្មភាពរបស់អ្នកទាំងពីរបាទគេថាកំពុងតែសម្រួលសរសៃដល់កីឡាករបង្គោលខៀវទស្សនារូបភាពសាជាថ្មីម្ដងទៀតបាទជង្គង់ត្រង់នេះរបស់ជ័យសេនេតបាទធ្វើឲ្យអ៊ុំចម្រើនបាទមានអាការៈឈឺត្រង់កន្លែងប្រដាប់ការពារខាងក្រោមបាទលើកនេះគឺអញ្ញាកណ្ដាលទៅតែបាទត្រឹមតែប្រមានធម្មតាមិនដកបន្ទូទេបាទទៅលើកីឡាករជ័យសេនេតតែមិនមានលើកក្រោយបាទមិនធានាថាមិនដកបន្ទូទេគឺអាចនឹងចាត់វិធានការតាមច្បាប់បាទខ្ញុំចម្រើនអាចបន្តការប្រកួតបានធាក់ឆ្វេងតាមជ័យសេនេតអាចចូលកែឆ្វេងតាត់ជាក្រោមរបស់ជ័យសេនេតចំទៀតហើយបាទយ៉ាងម៉េចចេះបាទអ៊ុំចម្រើនបាទគឺសម្រាប់រាប់ទៅលើបង្គោលខៀវទស្សនាសាជាថ្មីបាទកែងត្រង់នេះរបស់កីឡាករអ៊ុំចម្រើនហើយក៏ទាត់បាទត្រង់នេះជាបាទមើលមិនច្បាស់ដែរព្រោះថាកីឡាករអ៊ុំចម្រើនបាទបាយភ្នងអញ្ចឹងបាទសូមអធិស្ឋានបាទគឺរាប់ទៅលើបង្គោលខៀវហើយព្រមទាំងដកបន្ទុកបាទទៅលើកីឡាករបង្គោលក្រហមផងដែរបាទបន្តការប្រកួតបាទគណៈកម្មការរាជជាអាជ្ញាកណ្ដាលបាទកំពុងតែបាទដាក់បន្ទុកនឹងបាទកាត់សេចក្តីបាទរបស់កីឡាករទាំងពីរឲ្យបានប្រក្រតីចប់ទឹកទី3បាទទស្សនិកជនជាទីមេត្រីបាទការប្រកួតរបស់កីឡាករទាំងពីរក៏បានរំកិលចប់ទឹកទី3ផងដែរបាទសូមទស្សនាការប្រកួតជាបន្តគូsetទី5បាទជើងចូលមកដល់ទឹកទី4បង្គោលក្រហមជ័យសេនេតបង្គោលខៀវអ៊ុំចម្រើនទឹកទី3កន្លងទៅបាទមានការជ្រុលជ្រោះតចម្រាប់ការពារលោកកញ្ញាកណ្ដាលក៏ដកបន្ទុកនឹងរាប់ផងដែរបាទជើងក្រោមរបស់ជ័យសេនេតស្ដាំរបស់កីឡាករអ៊ុំចម្រើនហើយជើងរបស់អ៊ុំចម្រើនជ័យសេនេតដាក់ចូលកែងទាត់បាទធាក់របស់អ៊ុំចម្រើនជាច្រើនជើងបាទទាត់ផ្ដួលតែម្ដងរឡាត់មួយតាមទៀតអ៊ុំចម្រើនបាទជ័យសេនេតកីឡាករមានបទពិសោធន៍ច្រើនក៏មិនញញើតផងដែរជង្គង់បាទឆ្វេងបាយស្ដាំរបស់កីឡាករអ៊ុំចម្រើនបាទជ័យសេនេតអាចចូលទាត់ជើងក្រោមតាមទៀតកែងឆ្វេងរបស់កីឡាករជ័យសេនេតរុញផ្ដួលបាទពេលកម្លាំងស្ទូរបស់កីឡាករអ៊ុំចម្រើនពិតជាស្ទូមែនតែมันអាចទៅរួចជាមួយនឹងបច្ចេកទេសរបស់ជ័យសេនេតបានទេគេដល់វាយចូលច្រើនមែនទែនបាទជ័យសេនេតតស្ដាំតជើងក្រោមរបស់ជ័យសេនេតអ៊ុំចម្រើនត្រូវស្ដាំចូលផ្ទៃមុខវិញផងដែរបាទកែងគ្រាកជាប់លោកកញ្ញាកណ្ដាលបំបែកបាទជ័យសេនេតដើរចូលតជើងក្រោមផ្ដួលឲ្យកីឡាករបាទអ៊ុំចម្រើនផ្ដួលបន្តទៀតធាក់ទប់ដោយជ័យសេនេតធាក់សងវិញរបស់អ៊ុំចម្រើន
វាយតាមជង្គង់ជ័យស៊ីណេតតស្ដាំគាត់ឆ្វេងបាទគ្រាជាប់លោកកញ្ញាកដាលបំបីតាជាថ្មីបាទចប់ទឹកទី4អកជួយរំលាយស្លេះជួយបំបត្តិរមាស់កជួយសម្រួលដល់បំពង់កនាំចូលនិងចែកចាយដោយក្រុមហ៊ុនឱសថពិនិត្យបាទទស្សនិកជនជាទីមេត្រីបាទសូមទស្សនាការប្រកួតជាបន្តទៀតបាទគូផ្សេងទី5ជិតចូលដល់ទឹកទី5ដែលជាទឹកដាច់ព្រាត់បាទបង្គោលក្រហមកីឡាករជិតជនិតបង្គោលខៀវចម្រើនបាទលោកប៉ូលីនក៏បានឧបត្ថម្ភដល់កីឡាករជ័យសេនេតចំនួន$10ផងដែរបាទដូច្នេះជ័យសេនេតបាទទទួលបានការឧបត្ថម្ភបាទ$10បាទវាយស្ដាំរបស់ចម្រើនគាត់ជើងក្រោមសងវិញរបស់កីឡាករជ័យសេនេតជ័យសេនេតគាត់ឆ្វេងរវែរបស់កីឡាករចម្រើនមិនអីទេបាទលោតតស្ដាំរបស់កីឡាករចម្រើនអាយ៉ាឆ្វេងរបស់កីឡាករអត់ជ័យសេនេតពេញមកដែរធាក់កងវិញរបស់កីឡាករចម្រើនតតជើងក្រោមជ័យសេនេតអត់ជាប់កាច់ជ្រៀកលោកកញ្ញាកដាបំបីស្ដាំរបស់បង្គោលខៀវចម្រើនកែឆ្វេងរបស់ជ័យស៊ីណេតលោកកញ្ញាកដាបំបីគាត់ឆ្វេងបាទរបស់បង្គោលក្រហមជ័យស៊ីណេតតស្ដាំរបស់ជ័យស៊ីណេតធាក់មួយជើងអស់ចម្រើនអោបជង្គង់ស្ដាំលោកកញ្ញាកដាបំបីបាទតឆ្វេងរបស់បង្គោលក្រហមកីឡាករជ័យស៊ីណេតកែងឆ្វេងរបស់ជ័យស៊ីណេតកែងសងរបស់ចម្រើនមិនត្រូវទេអាយ៉ាដូរខ្លួនឯងចម្រងបាទកែងឆ្វេងតឆ្វេងស្ដាំបាទរបស់កីឡាករជ័យស៊ីណេតបង្គោលក្រហមចម្រើនដើរចូលជ័យស៊ីណេតតជើងក្រោមអាយ៉ារវែជាមួយនឹងការធាក់ចប់ទឹកទី5បាទការប្រកួតដ៏ស្វិតស្វាញរបស់ជ័យសេនេតនិងចម្រើនក៏បានមកដល់ទីបញ្ចប់ផងដែរបន្តិចទៀតបាទគណៈកម្មការក៏ដូចជាចៅក្រមនិងលោកកញ្ញាកដាបាទនឹងដាក់ពិន្ទុដល់កីឡាករទាំងពីរយ៉ាងសក្រិតហើយនឹងប្រកាសលទ្ធផលកញ្ញាកដានៅក្នុងការប្រកួតគឺលោកមុននិតបាទចំណែកចៅក្រមទាំង5វិញបាទរួមមានដូចជាលោកប៉ូវីឡុងបាទលោកនៅភេងលោកម៉ង់ស៊ីថនលោករិទ្ធឌីណានិងលោកសួនប៊ុនសូនបាទការប្រកួតរបស់អ្នកទាំងពីរនេះរឿងរកម្មរកោត្រង់ថាងាកត្រូវប្រដាប់ការពារងាកត្រូវប្រដាប់ការពារអញ្ចឹងបាទតែមើលលទ្ធផលនៅពេលនេះវិញថាតើទៅជាយ៉ាងម៉េចបាទលទ្ធផលជាផ្លូវការគឺស្មើគ្នាគួតចំនួន92ដងឈ្នះ77ដងចាញ់15ដងមិនដែលស្មើក្លឹបផ្ដួលដៃគូតស៊ូឲ្យសន្លប់ចំនួន19ដងមកពីក្លឹបប្រដាល់ឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ស្រុកកំណើតភូមិសាមឃុំខ្សែតស្រុកកំពង់រោខេត្តស្វាយរៀងគ្រូបង្ហាត់គឺលោកសុកវិជ័យប្រកួតចុងក្រោយឈ្នះឆាយមាសដោយពិន្ទុចំណែកបង្គោលខៀវសារឹមងាអាយុ21ឆ្នាំកម្ពស់ 1m65 ទម្ងន់60គីឡូក្រាមដូចគ្នាធ្លាប់ប្រកួតចំនួន89ដងឈ្នះ65ដងស្មើ7ដងចាញ់17ដងនិងផ្ដួលដៃគូតស៊ូឲ្យសន្លប់17ដងមកពីក្លឹបប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិស្រុកកំណើតភូមិព្រៃធំឃុំស្រងែស្រុកសៀមរាបខេត្តសៀមរាបគ្រូបង្ហាត់គឺលោកឈិតសារឹមប្រកួតចុងក្រោយចាញ់អឹងបូរ៉ាដោយពិន្ទុ
បាទទស្សនិកជនជាទីមេត្រីបាទឈានចូលមកដល់គូឯកទី6ដែលជាគូចុងក្រោយបាទការប្រកួតរវាងកីឡាករយុទ្ធសំអល់និងសរិបងាបាទសូមទស្សនាការប្រកួតបាទគូឯកទី6បាទដែលជាគូចុងក្រោយទឹកទី1បង្គោលក្រមយុទ្ធសំអល់បាទបង្គោលខៀវកីឡាករសរិបងាបាទអ្នកទាំងពីរនេះគឺធ្លាប់មានបាទប្រវត្តិប៉ះគ្នាផងដែរបាទក្នុងនោះគឺប៉ះគ្នាម្ដងបាទកីឡាករយុទ្ធសំអល់ចាញ់បន្ទូសរិបងាបាទបើឆាកីឡាករទាំងពីរបាទព្យាយាមចលោគ្នាទៅវិញទៅមកបាទតជើងក្រោមរៀងខ្លួនបាទយុទ្ធសំអល់បាទព្យាយាមកេះបាទទៅលើបង្គោលខៀវសរិបងាបាទស្ដាំមួយជើងរបស់សរិបងាបាទចូលដងខ្លួនយុទ្ធសំអល់បាទជាការធាក់ទប់មួយជើងសងរបស់យុទ្ធសំអល់បាទអាយ៉ាម៉ាត់ឆ្វេងរបស់សរិបងាមួយដៃចំគោលដៅល្អមែនទែនតែយុទ្ធសំអល់បាទមិនទាន់សងវិញភ្លាមទេដើរចូលទាត់ចលោសិនកងថ្មងគ្នាមួយជើងបាទទាត់ឆ្វេងរបស់យុទ្ធសំអល់បាទសរិបងាងាកឆ្វេងងាកស្ដាំយុទ្ធសំអល់ទាត់ឆ្វេងស្ដាំសរិបងាលួចឆ្មាក់កដាប់ដៃឆ្វេងបាទយុទ្ធសំអល់លូកឆ្វេងចប់ទឹកទី1 9/1/2008ទទួលស្គាល់ដោយអង្គការត្រួតពិនិត្យគុណភាពនិងអនាម័យលើពិភពលោកនៅប្រទេសអង់គ្លេសបាទសូមទស្សនាការប្រកួតជាបន្តទៀតបាទគូឯកទី6ដែលគូចុងក្រោយទឹកទី2បាទកីឡាករបង្គោលក្រហមយុទ្ធសំអល់បង្គោលខៀវសរិបងាបាទទាត់ឆ្វេងរបស់យុទ្ធសំអល់បាទធាក់ចាប់ជើងចតដោយសរិបងាបាទលែងវិញបាទទឹកទី1អ្នកទាំងពីរស្ទាបស្ទង់បច្ចេកទេសគ្នារួចអស់ហើយបាទចតជើងក្រោមរបស់កីឡាករយុទ្ធសំអល់បាទសរិបងាដើរចូលមួយយុទ្ធសំអល់ធាក់ចេញវិញកត់ឆ្វេងរបស់យុទ្ធសំអល់សរិបងាលើកផ្ដួលបាទកម្លាំងលើមានខ្លាំងនៅក្នុងទឹកទី2បាទទាត់ឆ្វេងរបស់យុទ្ធសំអល់សរិបងាដើរចូលទាត់ជើងក្រោមបាទហើយក៏ទាត់ជើងក្រោមថែមទៀតរបស់យុទ្ធសំអល់បាទទាត់ស្ដាំរបស់កីឡាករសរិបងាយុទ្ធសំអល់ម៉ាត់ឆ្វេងទាត់ឆ្វេងអត់ត្រូវទេអត់ដល់បាទសរិបងាដើរចូលរៀងអោនលបបាទយុទ្ធសំអល់ក៏ជៀមបាត់ធាក់ទប់ចេញមកវិញសរិបងាទាត់ស្ដាំយុទ្ធសំអល់ថយផុតបាទសរិបងាទាត់ស្ដាំយុទ្ធសំអល់ទាត់ឆ្វេងសងស្ដាំរបស់សរិបងាបាទយុទ្ធសំអល់ចលោចាប់ជើងដល់សរិបងាថយបាទតស្ដាំលឿនមែនតើសរិបងាធាក់ទប់ដល់យុទ្ធសំអល់បាទញូចបន្តិចសិនសរិបងាមិញតែគេត្រូវយុទ្ធសំអល់ធាក់កាត់ឆ្វេងមកវិញបាទសរិបងាអោនវាយចូលដងខ្លួនល្អមែនតើបាទយុទ្ធសំអល់ស្មានតែវាយខាងលើចប់ទឹកទី2ថ្មីទៀតហើយតែថ្មីលើកនេះស្រាបៀរភ្នំពេញសូមចូលរួមសប្បាយរីក4គឺនៅខេត្តកំពង់ចាមគឺទីតាំងគឺនៅទីលានខ្នងក្រពើស្រុកមេមត់ខេត្តកំពង់ចាមដែលមានការចូលរួមពីតារាចម្រៀងនិងក្រុមកំប្លែងល្បីៗជាច្រើនប
បាទទស្សនិកជនជាទីមេត្រីសំឡេងជួងនឹងកណ្ដើងបានមកលើឡើងបាទដើម្បីប្រកួតនៅក្នុងទឹកទី3ជាបន្តទៀតបាទគូឯកទី6ដែលជាគូចុងក្រោយទឹកទី3បង្គោលក្រហមយល់ស្មើបង្គោលខៀវសារឹមងាបាទយល់ស្មើធាក់ទ្វេសារឹមងាយកដៃគៀសចេញបាទជាយមធាក់ទប់ដោយយល់ស្មើសារឹមងាលបចូលតោះឆ្វេងយល់ស្មើចាប់ជើងជាប់លោកញ៉ាកដាទេសរិនធ្វើការចាប់បបែកសារឹមងាតស្ដាំមួយជើងមួយទំហឹងយល់ស្មើតតសងវិញចាក់ឆ្វេងថែមតឆ្វេងមាត់ឆ្វេងត្រីស្ដាំតជើងក្រោមថែមរបស់សារឹមងាខាងស្ដាំបាទតជើងក្រោមដល់យកសម្អល់សារឹមងាដល់ចូលតជើងក្រោមផ្ដួលយកសម្អល់តែម្ដងតស្ដាំតស្ដាំរបស់សារឹមងាមាត់ឆ្វេងតឆ្វេងរបស់កីឡាករបាទឲ្យយកស្មើបាទយកស្មើថយយកស្មើធាក់ឆ្វេងសារឹមងាដើរចូលចាប់ជើងមាត់ឆ្វេងតស្ដាំពីបាទពីយកស្មើលៀនតបែមកបន្តិចទៀតអាចនឹងត្រូវច្រើនបាទតស្ដាំរបស់សារឹមងាតឆ្វេងរបស់យកស្មើធាក់ទប់ដួលខ្លួនឯងបន្តការប្រគល់បាទវាយស្ដាំដល់កីឡាករសារឹមងាយកស្មើលោកឆ្វេងសារឹមងាតស្ដាំយកស្មើតស្ដាំរបស់សារឹមងាហើយក៏គ្នាជាប់សារឹមងាជង្គង់ស្ដាំវិញម្ដងទៀតបាទយកស្មើក៏រៀងថយឆ្ងាយសារឹមងាយកស្មើដើរចូលវិញបាទជង្គង់ស្ដាំសារឹមងាកាច់គ្រាជង្គង់ចប់ទឹកទី3បៀពីជាសេចក្តីប៉ងប្រាថ្នារបស់យើងគ្រប់គ្នាត្រាបៀ Black Head យូសំអល់ដែលធ្លាប់ចាញ់ក៏ចង់ឈ្នះវិញម្ដងដែរបើងាយទេបាទសារឹមងាខ្លាំងណាស់ងាយឬមិនងាយនៅសល់2ទឹកទៀតចូលដល់ទឹក4បង្គោលក្រហមយូសំអល់បង្គោលខៀវសារឹមងាធាក់ជើងក្រោមធាក់ទៅវិញពីសារឹមងាវាទាំងពីរប៉ិនដូចគ្នារឿងទាត់បាទប៉ិនទាត់ដូចគ្នាសារឹមងាទាត់ទៅយូសំអល់ទាត់មកវិញចាប់ជើងម្ដងទៀតដល់មុខម្ដងទាត់ចាប់ជើងទាត់ម្ដងទៀតអូយឲ្យតែធាក់ឬក៏ទាត់គឺសារឹមងាចាប់ជើងបានឥឡូវនេះល្អិលជើងទេបាទមិនមែនយូសំអល់ទាត់ឲ្យសារឹមងាដួលទេទាត់ជើងក្រោមសងមួយជើងទៅវិញយើងធ្ងន់ទៅហើយដល់ម្ដាយទាត់ពីរជើងទោះសារឹមងាលើកនេះដួលតែសារទាត់មែនបាទដៃទាត់ជើងទៅវិញចូលគៀជង្គង់ទល់គង្គទល់បាទរៀងល្អិតឆ្មាល់ដូចគ្នាតែមឿនក៏មិនទាត់ជើងក្រោមទឹកខាងលើសងពីសារឹមងាស្ដាំដៃបាច់ទឹកខ្ចាយសារឹមងាឆក់បានល្អណាស់ទៅលើមុខយូសំអល់ស្ដាំដៃទៀតរហ័សមែនទែនជង្គង់សារឹមងាជង្គង់សំអល់ដកថយបន្តិចទឹកមកជើងចាប់ជើងបានអត់ធ្វើអ្វីទេសារឹមងាញោចូលញោយ៉ាងធ្វើរួចសំអល់ប្រឹងរៀងរួចឲ្យតែទុតទៅចាប់បានហ្មងបាទសារឹមងាលះមែនទែនជង្គង់សារឹមងាតែកណ្ដាលលើទឹក4ទុតមកជើងចាប់ជើងបានវិញហើយដល់ពោះម្ដាយហើយក៏នៅតែតពួកជើងចាប់ឲ្យជាប់លោកទេសរិនអាញាកណ្ដាលក៏បបែកទាត់ឆ្វេងចូលដៃទាត់ឆ្វេងមួយទៀតដល់ស្ដាំផ្ទប់ល្អណាស់ចូលច្រើនដៃមែនទេបាទទឹក4នេះគឺសារឹមងារពងបានច្រើនរុញបំបេះចេញពីគ្នាក៏ចាប់ទឹកល្មមមឿងបាទក្លឹបឃ្លាំងមឿងមានស្មើមួយថ្ងៃនេះបាទក្លឹបឃ្លាំងមឿងគឺជ័យស៊ីណេតជាមួយនឹងចម្រើនបាទទឹកទី5ទឹកប្រៃព្រាត់យូសំអល់បង្គោលក្រហមសារឹមងាបង្គោលខៀវរំឃុំមួយក៏ទាត់យូពីយូសំអល់
ញាក់មកយើងថែមទៀតត្រឹមងាក៏រំតែញូចទេគាត់ញូចមកថាទៀតយកសម្អាតចេញដៃទៅសងដៃវិញស្រាក់គ្នាបានហើយបើកស្លាប់ចាក់ជង្គង់ត្រង់ជង្គង់សម្អាតជង្គង់ងាជង្គង់សម្អាតជង្គង់ត្រឹមងាជង្គង់សម្អាតដំណើរគ្នាបាទចេះកន្លោះតែធ្វើយកសម្អាតទៅអ្នកដួលម្នាក់ឯងចូលបោះជង្គង់ត្រង់ពីយកសម្អាត3 4ជង្គង់រំងាប់ជាជំរឿយកសម្អាតគ្រីបជាប់ឆ្វេងចូលចាប់ភាសាទៀតបេះចេញពីគ្នាវាយដងខ្លួនបាទចូលចាប់ត្រង់តែម្ដងបាទតាមរបៀបឡាំលេងពេលវឹកហាត់នៅក្នុងក្លឹបសម្រុតរៀងខ្លួនតែមិនស្រុតជង្គង់ចេះតែខ្ទាស់ទៅរឿយយកសម្អាតត្រូវបានត្រឹមងារុញឲ្យល្បេះចេញពីគ្នាបាទស្ដាំឆ្វេងស្ដាំជង្គង់ឆ្វេងថែមជង្គង់ស្ដាំវិញបោងមកជង្គង់សម្អាតជង្គង់ត្រឹមងាទល់ដកឃ្លារៀងខ្លួនមើលទៅតិចទៅការប្រកួតស្ទើរតែផាកប្រើគ្នាបាទហើយនេះអ្វីដែលអបអរសាទរគឺអបអរសាទរដល់ត្រកូលម៉នបាទត្រកូលម៉នថ្ងៃនេះមក3ឈ្នះទាំង3ទុតស្ដាំចាប់ទឹកហើយបាទត្រកូលម៉នមក3ឈ្នះទាំង3មកពីខាងព្រែកឯងមកពីខាងឃ្លាំងមឿងថ្ងៃនេះមាន2ឥឡូវស្មើមួយដល់សល់មួយទៀតចាំមើលបាទយកសំអល់បើនិយាយពីខ្សែក្រវ៉ាត់ផ្នែកបដោឲ្យគុណខ្មែរអត់ដែរបានទេបាទតែទៅលេងច្បាប់លេងវាយដាក់ទ្រុងយកសំអល់បានខ្សែក្រវ៉ាត់មួយគ្រឿងចាក្រមនៅក្នុងគូនេះបាទមានលោករងបណ្រៈរតឌីណាលោកអែមផាតលោកនៅភេងនិងលោកជ័យតារាបាទលទ្ធផលគឺបង្គោលខៀវសារឹមងាឈ្នះបង្គោលក្រមដោយបន្ទុកអញ្ចឹងបានន័យថាជំនួបគ្នាទាំង2លើករវាងអ្នកទាំងពីរគឺសារឹមងាឈ្នះទាំង2ដងបាទហើយខ្ញុំបាននឹងសរុបលទ្ធផលឡើងវិញនៅក្នុងការប្រកួតនេះថ្ងៃនេះគឺគូទី1ឈុំវ៉ានីបានផ្ដួលវីសមុទ្រត្រឹមទឹកទី5គូទី2ម៉នចាន់នីឈ្នះបន្ទុកផិនសូទីគូទី3ម៉នលីហួរឈ្នះបន្ទុកងួនគៀគូទី4ម៉នរដ្ឋាឈ្នះបន្ទុកច័ន្ទគង្រាជគូទី5ជ័យស៊ីណេតស្មើជាមួយអ៊ុំចម្រើននិងគូឯកសារឹមងាឈ្នះយោសំអល់បាទជាថ្មីម្ដងទៀតក៏សូមអរគុណដល់ម្ចាស់ឧបត្ថម្ភកម្មវិធីបាទមានស្រាសេចក្ដីពិសេសគេដំណើរនៃរសជាតិបាទ Kingdom Dark ហើយតាខាប់បាទថ្នាំបំបត្តិក្អកហើយនឹង Infinity Insurance បាទហើយសម្រាប់ការផ្សាយបន្តផ្ទាល់ក្នុងយប់នេះពីកញ្ចក់ទូរទស្សន៍ My TV មាន2ឈុតបាទឈុតទី1គឺពីម៉ោង7ដល់ម៉ោង9កន្លះគឺការប្រកួតកំពូលអ្នកប្រយុទ្ធគុណខ្មែរវគ្គ2ហើយឈុតទី2គឺឈុតបាល់ទាត់ពីប្រទេសអេស្ប៉ាញបាទបៀលបៅប៉ះអូសាសូណាអាតេលេទីកូម៉ាឌ្រីតប៉ះវ៉ាយេកាណូបាទចឹងកុំភ្លេចសូមរំចាំទស្សនារបស់គ្នាហើយក៏សូមអរគុណចំពោះការតាមដានទស្សនារបស់លោកអ្នកខ្ញុំបាទស៊ីធុនណាថាននិងលោកវ៉ាន់រតនមនោរម្យសូមជម្រាបលាដើម្បីឲ្យស្វាងអារម្មណ៍ទំពាស្ករ